Mía Out of the darkness Hãy bước into the light. Dân phải cà phê đâu Won't let it go easy. Not without a fight. No matter the distance and how far I run, you'll always be listening when the day is done. Hey, now the truth is I don't really know why. I just let the wild wind decide. 'Cause I go blind when I try to find. ហើយសួស្តីអ្នកគ្នាខ្ញុំសាមឌីឬក៏អ្នកនរគ្នាអាចហៅខ្ញុំថាចាំនុកថ្ងៃនេះគឺនាំពួក3 4នាក់5នាក់នេះមកដើរលេងហើយថ្ងៃនេះក៏ចង់និយាយអំពីតើគុណវិបត្តិហើយនឹងគុណសម្បត្តិនៃការចិញ្ចឹមឆ្កែវាមានអីខ្លះអញ្ចឹងណានឹងសម្រាប់ខ្ញុំផ្ទាល់ខ្លួនដែលខ្ញុំបានចិញ្ចឹមពូជ Belgian Malinois នេះបានចិត្តប្រហែល2ឆ្នាំ2ឆ្នាំជាងហ្នឹងហើយAOD មុនគេហើយចិញ្ចឹមវាតាំងពីទូចតាំងពីយកវាមកអាយុ1ខែជាងហើយអញ្ចឹងបទពិសោធន៍វាបានមួយចំនួនដែរដើម្បីចែករំលែកដល់អ្នកនរគ្នាអញ្ចឹងណាអញ្ចឹងឥឡូវយើងចូលទៅកាន់គុណសម្បត្តិនិងគុណវិបត្តិនៃការចិញ្ចឹមឆ្កែឬក៏យើងហៅឲ្យវាប្រុសគឺចិញ្ចឹមសំណក់ហ្នឹងគឺវាមានអីខ្លះអញ្ចឹងអ្នកនរគ្នាកុំឲ្យអ្នកនរគ្នាដែលគាត់ចេះតែចិញ្ចឹមអញ្ចឹងណាហើយក៏ជាគំនិតសម្រាប់អ្នកនរគ្នាដែលគាត់ចាប់ផ្ដើមចិញ្ចឹមឆ្កែមុនដំបូងឬក៏ចង់ចាប់ផ្ដើមចិញ្ចឹមឆ្កែអីហ្នឹងគឺយើងត្រូវទទួលយកនៅគុណសម្បត្តិនិងគុណវិបត្តិរបស់ពួកវាខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍នៃការចិញ្ចឹមសំណក់នៅក្នុងគ្រួសាររបស់យើងទី1គឺវាជួយបង្កើននៅសមាជិកគ្រួសាររបស់យើងឲ្យវាមានច្រើនអញ្ចឹងភាពរីករាយទៅវិញទៅមកគឺវាមានច្រើនដែរហើយទី2គឺពូជឆ្កែរបស់យើងដែលយើងយកមកហ្នឹងគឺជាពូជឆ្កែដែលល្អពូជឆ្កែដែលស្អាតពូជឆ្កែដែលឆ្លាតហើយវាចេះស្ដាប់បង្គាប់យើងនៅពេលដែលយើងប្រាប់វាឲ្យធ្វើអីអញ្ចឹងណាអ្នកនាងទី3គឺយើងមានពេលវេលារីករាយពេលវេលាកម្សាន្តពេលវេលាសប្បាយពេលវេលាសើចញញឹមជាមួយនឹងពួកវានៅពេលដែលយើងប្រហាត់ប្រហែលពួកវាចេះហើយពួកវាធ្វើតាមយើងពួកវាស្ដាប់បង្គាប់ពីយើងអញ្ចឹងវាធ្វើឲ្យយើងមានមោទនភាពនៅពេលដែលគេមើលមកយើងនៅពេលយើងមានឆ្កែឆ្លាតអញ្ចឹងណាអ្នកគ្នាហើយទី4យើងថែទាំការពារថែរក្សាវាតាំងពីទូអញ្ចឹងនៅពេលដែលវាលូតលាស់ធំឡើងគឺវាជួយថែរក្សាសុវត្ថិភាពរបស់យើងមកវិញសុវត្ថិភាពនៅក្នុងផ្ទះនៅក្នុងគ្រួសារនិងជួយការពារជាពិសេសគឺម្ចាស់ដែលតែងតែយកចិត្តទុកដាក់ចិញ្ចឹមវាតាំងពីទូរហូតមកដល់ធំហ្នឹងគឺពេលខ្លះគឺវាជួយម្ចាស់ហ្នឹងគឺដើរមិនគិតពីអាយុជីវិតរបស់ពួកវាពេលខ្លះអញ្ចឹងណាអ្នកគ្នាហើយទី5គឺវាជាសញ្ញាចឹងដែលវាជួយផ្ដល់ជាសញ្ញាដល់ម្ចាស់វានៅក្នុងគ្រួសារឬក៏ពេលណាទៅណីពេលមានបញ្ហាអីគឺវាផ្ដល់ជាសញ្ញារបៀបជាភូជាសែឬក៏ជាកាយវិការអីផ្សេងដែលវាខុសប្លែកពីសកម្មភាពប្រថ្ងៃដែលយើងធ្លាប់ឃើញវាធ្វើអញ្ចឹងណាអ្នកគ្នាហើយទី6គឺវាចំណាសំណក់ឆ្កែនេះគឺវាងាយស្រួលចិញ្ចឹមមែនតើគឺដាក់តែអាហារដាក់តែទឹកដាក់តែផឹកអីទៅគឺវារស់ធម្មតាអញ្ចឹងណាគ្នាអញ្ចឹងការចិញ្ចឹមរបស់ពួកវាគឺវាមានភាពងាយស្រួលអត់ដូចអីផ្សេងទេហើយទី7គឺពួកវាមានអារម្មណ៍វាមានសតិអារម្មណ៍ដោយសារពួកវាជាពូជឆ្កែឆ្លាតអញ្ចឹងវាយល់វាដឹងពីអារម្មណ៍របស់យើងពេលណាយើងខឹងពេលណាយើងតូចចិត្តពិបាកចិត្តឬពេលណាយើងស្ទើរយើងអីគឺវាដឹងពីអារម្មណ៍របស់យើងអញ្ចឹងវាសង្កេតមើលរាល់ថ្ងៃយូរទៅវាដឹងអញ្ចឹងវាចេះមកពេលខ្លះវាលងយើងវាចេះមកបន្លែងយើងវាចេះធ្វើឲ្យយើងកាត់បន្ថយនៅ stress បានមួយចំនួនដែរអញ្ចឹងណាគ្នា
ឥឡូវយើងមកនិយាយអំពីផលលំបាកនៃការចិញ្ចឹមសំណក់នៅក្នុងគ្រួសាររបស់យើងវិញទី1យើងមានសំណក់គឺបន្ទុករបស់យើងគឺវាកាន់តែច្រើនលើសមុនទៀតអញ្ចឹងណាព្រោះយើងធ្លាប់នៅតែម្នាក់ឯងឬក៏នៅជាមួយនឹងគ្រួសារដល់ពេលយើងបន្ថែមសមាជិកមកថែមមួយទៀតអញ្ចឹងគឺវាបង្កើនបន្ទុកឲ្យយើងហើយទី2គឺពួកវាយើងត្រូវការប្រហាត់បរៀនវាត្រូវការចំណាយពេលត្រូវការភាពអត់ធ្មត់ត្រូវការការតាំងស្មារតីច្រើននៅក្នុងការប្រហាត់ប្រហែលវាណែនាំពួកវាអញ្ចឹងណាអ្នកគ្នាហើយទី3ពួកវាអត់ពេលខ្លះយើងប្រហាត់ប្រហែលវាអត់ស្ដាប់ប្រកបតាមយើងវាចេះតែធ្វើតែតាមតែចិត្តវាបំផ្លាញសម្ភារៈបំផ្លាញអីនៅខាងក្នុងផ្ទះនៅខាងក្នុងធុងអញ្ចឹងគឺវាមានបញ្ហាដល់យើងហើយទី4វាបង្កបញ្ហាដល់អ្នកផ្ទះគេថាខាំឬក៏ភូឬក៏ទៅបុកទៅប៉ះឬក៏ពេលខ្លះអ្នកចិត្តខាងគាត់មកលេងអញ្ចឹងទៅវាទៅស្ទុះខាំវាទៅស្ទុះកញ្ញិចឆ្លីឬក៏បុកឬក៏ដេញអីអញ្ចឹងទៅវាបញ្ហាគេខ្លាចឲ្យគេរអាយអញ្ចឹងណាអ្នកគ្នាហើយពេលខ្លះវាអាចបង្កជាគ្រោះថ្នាក់អីផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ទៅដល់សតិអារម្មណ៍អ្នកចិត្តខាងឬក៏គ្រួសារម៉ែឪបងប្អូនរបស់យើងដែរហើយទី5គឺវាបង្កការរំខានដល់អ្នកចិត្តខាងចេះថាបើសិនអ្នកចិត្តខាងរបស់យើងគាត់អត់ចិត្តចិញ្ចឹមសំណក់ទេគឺពេលខ្លះគាត់ធំក្លិនបញ្ហាអនាម័យបញ្ហាសម្លេងពុះរបស់ឆ្កែរបស់យើងរោមឬក៏អនាម័យទាំងអស់ហ្នឹងចេះថាវារំខានដល់គាត់អញ្ចឹងវាធ្វើឲ្យយើងចិញ្ចឹមទៅក៏វាមានបញ្ហាដែរអញ្ចឹងដល់គ្នាអញ្ចឹងគឺយើងត្រូវនិយាយជាមួយពួកគាត់ហើយទី6គឺការថែទាំរបស់ពួកវាចង់និយាយថាការដាក់ចំណីអាហាររបស់ពួកវាយើងដាក់អត់គ្រប់គ្រាន់យើងដាក់អត់ទៀងពេលខ្លះយើងចង់ដាក់ពេលខ្លះយើងភ្លេចដាក់ពេលខ្លះយើងអត់មានចំណីឲ្យវាពេលខ្លះយើងឲ្យចំណីវាអត់ល្អអត់ស្អាតអត់ធំត្រូវអញ្ចឹងវាធ្វើឲ្យមានបញ្ហាឈឺស្កាត់អីចឹងណាយើងត្រូវដាក់ចំណីវាស៊ីរាល់ថ្ងៃទៅដើរទៅលេងឬក៏អីយើងត្រូវគិតទៅពីវាអញ្ចឹងយើងពិបាកនៅក្នុងការដើរហើរចេញណាឆ្ងាយហើយយើងត្រូវការចាក់វ៉ាក់សាំងវាឲ្យបានទៀងទាត់យើងត្រូវការប្រពាក់ថ្នាំបង្ការឲ្យវារាល់ខែហើយយើងត្រូវការមើលវាយកវាទៅពេទ្យយើងត្រូវការមានថ្នាំព្យាបាលវាសម្រាប់ពេលណាវាឈឺអីតិចតួចនៅផ្ទះហើយពេលខ្លះវាឈឺធ្ងន់ឬអីយើងត្រូវយកវាទៅពេទ្យអញ្ចឹងការចំណាយការអីគឺវាច្រើនចូលបន្តទី7គឺអ្វីដែលខ្ញុំខ្លួនឯងពិបាកខ្លួនឯងគឺនៅពេលដែលវាមានបញ្ហាអីមួយឬក៏វាដល់អាយុដែលវាចាស់ដែលវាផុតអាយុវាស្លាប់បាត់ទៅអញ្ចឹងថាអារម្មណ៍នៃការបាត់បង់អ្នកឬក៏របស់ឬក៏សត្វដែលជាទីស្រឡាញ់របស់យើងដែលយើងធ្លាប់នៅជាមួយវារាប់ខែរាប់ឆ្នាំនិយាយថាយើងអាចទទួលយកអារម្មណ៍ស្នើស្នោកមួយនឹងបានអញ្ចឹងណាអ្នកគ្នាអញ្ចឹងសម្រាប់អ្នកនរដែលគាត់ចិញ្ចឹមសត្វចិញ្ចឹមគឺអ្នកនរត្រូវយល់និងទទួលស្គាល់នៅអារម្មណ៍មួយនឹងអញ្ចឹងណាYes. Ready, sit. 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 Look at me. Ruth. Running. Odie. Yes. Odie. Yes. Có vì miền chấm nói xem trường tiết đẩy nhau bạn được làm đượcក្នុងវីដេអូហ្នឹងអញ្ចឹងណាអញ្ចឹងតើអ្នកនរគ្នាដកបទពិសោធន៍ខ្លួនឯងតើវាជួបប្រទះបញ្ហាអីខ្លះអញ្ចឹងណាអញ្ចឹង
គ្រប់យ៉ាងទាំងអស់នៅក្នុងជីវិតរបស់យើងគឺតែងតែជួបបញ្ហាលំបាកហើយនិងបញ្ហាស្រួលអញ្ចឹងវាមិនមែនថាយកអីមកនៅក្នុងខ្លួនរបស់យើងវាតែងតែស្រួលរហូតទេគឺវាមានបញ្ហាដែលយើងត្រូវដោះស្រាយអញ្ចឹងណាអញ្ចឹងមិនថាធ្វើវីដេអូនេះឡើងដើម្បីឲ្យអ្នកគ្នាដែលគាត់ចង់ចិញ្ចឹមឆ្កែគាត់ងាក់ទឹកចិត្តទេអត់ទេអ្វីសំខាន់គឺយើងធ្វើអ្វីដែលយើងស្រឡាញ់ដែលយើងចូលចិត្តប៉ុន្តែគាត់ថាយើងត្រូវយល់ដឹងអំពីវាហើយគឺយើងត្រូវផ្ដល់តម្លៃទៅឲ្យវាដែរអញ្ចឹងណាអញ្ចឹងអរគុណច្រើនណាស់សម្រាប់ការតាមដានវីដេអូហើយជួបគ្នានៅវីដេអូទៀតផ្សេងបន្តទៀតជាមួយនឹងខ្ញុំហើយនឹង Odi Rani ហើយនឹង Ruth អូខេអរគុណអ្នកនរគ្នា Bye